ជប់ខទៀតរវាងពាក្យ far ភាវហើយនិងសូជី far ភាវហើយនិងសូជីនឹងបានន័យថាវិក័យប័ត្រដូចគ្នាទេគាត់ថាការប្រើប្រាស់វាខុសគ្នាថងថា far ភាវគឺជាវិក័យប័ត្រដែលគេចេញមុនពេលទូទាត់សាច់ប្រាក់ហើយនៅពេលដែលយើងទូទាត់ហើយ far ភាវគឺជាសូជីជាចុងក្រោយខ្ញុំចង់ណែនាំសភៅចិនបូកចម្រៀងមួយក្បាលដល់អ្នកនរគ្នាសភៅនោះមានឈ្មោះថា Whole Thai Chinese លក្ខណៈពិសេសរបស់សភៅនឹងល្អថងថាខ្លឹមសារនៃសន្ទនានឹងគឺមានពីដើមដល់ចប់មុនពេលចេញដំណើរក្នុងកំឡុងពេលស្នាក់នៅនិងក្រោយពេលត្រឡប់មកវិញមុនពេលចេញដំណើរវាតាក់ទងជាមួយនឹងការ booking ហើយក្នុងកំឡុងពេលស្នាក់នៅនោះវាតាក់ទងជាមួយនឹងការ check in check out ការកំងអាហារនិងការទទួលយកសេវាកម្មការវិលត្រឡប់មកវិញវាតាក់ទងជាមួយនឹងការវាតម្លៃក្នុងកំឡុងពេលដែលយើងស្នាក់នៅបើសិនជាយើងមិនពេញចិត្តតែយើងត្រូវ complain បែបណាហើយបើយើងពេញចិត្តជាមួយនឹងសេវាកម្មគេតើយើងចេញលិខិតថ្លែងអំណរគុណគេដោយរបៀបណាមេរៀននីមួយៗតាក់ទងជាមួយនឹងពាក្យប្រយោគហើយនិងសន្ទនាគេសិតតែមានបញ្ចូល拼យិនទាំងអស់លើកលែងតែចំណុចវប្បធម៌អត់មាន拼យិនប៉ុន្តែគេមានបកប្រែជាភាសាអង់គ្លេសគោលដៅនៃសភៅនេះគឺស្រីជាយងចំណាថារៀនហើយអាចយកមកប្រើប្រាស់តាមការជាក់ស្ដែងបានពីព្រោះសន្ទនានៅក្នុងសភៅនេះគឺគេដកស្រង់ពីស្ថានភាពពិតរបស់បុគ្គលម្នាក់ដែលគាត់ចោះបេសកកម្មទៅហាងជូវនៃខេត្តចឺជាងនៅក្នុងប្រទេសចិនប្រសិនបើអ្នកទាំងអស់គ្នាមានតម្រូវការអាចស្វែងរកសភៅនេះនៅហាង Seven Cafe ដែលមានទីតាំងនៅជិតអូឡ িম্প ពិកឬមួយក៏អាចតាក់ទងខ្ញុំផ្ទាល់ក៏បានដែរវីដេអូពេញខ្ញុំ Pin Profile អរគុណ